សួស្តីបងប្អូនឥឡូវមានម្ហូបមួយមុខទៀតហើយគឺជីងជួនត្រីក្រហមបងប្អូនជាដំបូងយើងត្រូវរំបំពងត្រីក្រហមឲ្យវាក្រៀមបន្តិចមកបងប្អូននេះបន្ទាប់មកក៏យើងបំពងក្រៀមហើយក៏យើងចាប់ផ្ដើមយកខ្ញីយើងខ្ញីរបស់យើងទៅចិត្តឲ្យថ្មីថ្មីបងប្អូនយកឲ្យរៀងចាស់ចាស់តិចមកបានវានេះណាយើងដាក់បំពងខ្ញីឲ្យវាក្រៀមមកដល់ពេលយើងបំពងវាឲ្យវាក្រហមក្រៀមនិយាយទៅតែក្រៀមមកយើងចាប់ផ្ដើមធ្វើទៅឆ្ងាញ់ហ្នឹងឥឡូវនេះយើងចាប់ផ្ដើមពងបានខ្លះហើយឥឡូវនេះយើងខ្ញីនៅសល់យើងទុកបំពងខាងក្រៅទៀតហើយត្រីក្រហមយើងក៏បំពងបានរួចរាល់ដែរបងប្អូនហើយមានអីទៀតទេយើងចាប់ផ្ដើមបំពងឲ្យវារៀបក្រៀមបន្តិចមកទួយមកអានយើងចាំលើកឥឡូវនេះយើងចាប់ផ្ដើមបំពងផ្ដើហើយសៀងយើងក៏រៀបចំមកផ្ដើហើយគឺរៀបចំជាការស្រាយអញ្ចឹងណាបងប្អូនហើយយើងត្រៀមតែយើងបំពងត្រីអីរួចរាល់ហើយនឹងខ្ញីអីរួចរាល់យើងចាប់ផ្ដើមបំពងយើងដាក់វាយគ្រឿងយកតែម្ដងឥឡូវខ្ញីយើងបំពងបានមួយខ្ទះហើយយើងបំពងបានក្រៀមខ្លះហើយបងប្អូនយើងទុកមួយឡៅសិនជាមួយនឹងត្រីសិនណាបងប្អូនហើយបន្តមកយើងដាក់បំពងទៀតទៅបំពងឲ្យវាក្រៀមទាំងអស់តែម្ដងគឺយើងងាយនឹងយកមកចម្អិនទៅវាលឿនយើងគ្រាន់តែវាយគ្រឿងវាយអីចូលទៅគឺរសជាតិចេញដឹងតែឆ្ងាញ់តែម្ដងឥឡូវយើងចាប់តាមបំពងបន្ថែមទៀតហើយនេះយើងបំពងវាមកតពីយើងបំពងវាបានខ្លះហើយនេះយើងបំពងបានខ្លះហើយយើងដាក់ជាមួយត្រីទុកម្លាយសិនមកហើយយើងចាំពេលដែលយើងបំពងឆ្អិនទាំងអស់យើងចាំវាយគ្រឿងជាមួយសៀងជាមួយនឹងខ្ញីហ្នឹងយើងដាក់គ្រឿងដាក់អីដើម្បីស្រោចពីលើត្រីហ្នឹងតែម្ដងបងឥឡូវនេះខ្ញីយើងមើលបំពងឲ្យក្រៀមចេះបានញ៉ាំទៅវាឆ្ងាញ់បងប្អូននេះឥឡូវចិត្តក្រៀមបងប្អូនខ្ញីយើងបំពងមួយផ្ទះទៀតចិត្តក្រៀមហើយយើងមកមើលត្រីដែលយើងបំពងរួចជាមួយនឹងខ្ញីហ្នឹងមកនេះគឺបំពងឲ្យរៀងឡើងក្រហមអញ្ចឹងបងរៀងក្រៀមណាតែពេលយើងញ៉ាំទៅវាចូលជាតិគ្នាកាលណាបើយើងនៅស្រស់ពេកគឺវាពេលដែលយើងចម្អិនទៅវាចូលជាតិគ្នាបងឥឡូវយើងពងអ្នកខ្លះគេចូលចិត្តស្រស់អ្នកខ្លះគេចូលចិត្តរៀងក្រៀមមិនដែរក្រៀមវាឆ្ងាញ់ជាងស្រស់អញ្ចឹងណាបងនេះយើងរួចរាល់បានខ្លះហើយឥឡូវយើងបំពងរួចរាល់អស់ហើយយើងចាប់ផ្ដើមវាយសៀងបញ្ចូលបងវាយសៀងកូរសៀងឲ្យវារៀងឆ្អិនបន្តិចមកបន្តមកក៏យើងចាប់ផ្ដើមរៀបរយដាក់ប្រេងខ្យងដាក់អំបិលដាក់ប៊ីចេងដាក់ទឹកត្រែងតិចមកព្រោះឲ្យសៀងយើងលាងរៀងស្អាតវាសូវប្រាយបងប្អូនតែណាបើយើងដាក់ទាំងទឹកវាអាចថារៀងប្រាយណាឥឡូវយើងក៏ចាប់ផ្ដើមដាក់ខ្ញីដែលយើងបំពងរួចហ្នឹងដាក់ចូលមកបងប្អូនដាក់ចូលវាហើយកូរជាមួយគ្នាឲ្យច្បល់ចូលគ្នាហើយវាចូលជាតិគ្នាចាំយើងទុកឲ្យវារៀងរីកសៀងហ្នឹងបន្តិចមកយើងចាប់ផ្ដើមចាក់ស្រោចពីលើនឹងត្រីហ្នឹងឥឡូវនេះយើងកូរចូលជាតិគ្នាហើយយើងមើលទឹករៀងដូចស្ទើយើងឥឡូវយើងចាប់ផ្ដើមទៅដងទឹកចាក់វាបន្តិចឲ្យវាមានទឹករៀងប៉ែកដើម្បីចាក់ចូលត្រីទៅវាចូលជាតិដល់ត្រីអញ្ចឹងណាបងនេះឥឡូវយើងចាប់ផ្ដើមចាក់ទឹកវាមកហើយយើងចម្អិនវាឆ្អិនបន្តទៀតមកគឺយើងទំចាក់ទឹកថ្មីចឹងយើងដាក់ឲ្យវាពុះរៀងយូរតិចមកដើម្បីឲ្យវាឆ្អិនទឹកដែលយើងទំចាក់ហ្នឹងផងបងឥឡូវនេះយើងដាក់រងាស់វាបន្តិចមកឲ្យវាចូលជាតិគ្នាហើយបន្ទាប់មកក៏យើងដួសដាក់ក្នុងចានណាបងនេះឥឡូវនេះចិត្តបានហើយយើងងាស់វានេះត្រីក៏យើងរៀបចំរួចរាល់អស់ដែរនៅតែឆ្អិនចូលជាតិគ្នាយើងរៀបចំចាក់ចូលចានតែម្ដងជាមួយត្រីហ្នឹងណាយើងមិនបាច់ដាក់ត្រីចូលរងាស់ជាមួយសៀងមួយអីឥឡូវយើងចាក់ចូលចាននេះបងប្អូន
là tập họ là tập tua ba này cứ cầu bị lời chẳng mà na làm bài vì trôi chết từ đâu không sạch trái phong với để xa tại giờ nó ọt bán bầm phong cho môi trái về phong cho môi xiên đạn cho môi xiên môi nhảy đang tại giờ chạm vô chụp ảnh nhảy xiên chạm châu lơ trái đèn đòn lấy rồi lấy giờ chập đam rồi sắp tâm sắp ấy cái má làm bài vì chậm chết nhiều chẳng na rồi 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 hỏi nơi tại đó màu nhằm vô tam đoàn của mà mơ là tập họ là dùng thơ ban cứ phần năng á của nó cứ mơ rút chiết có riêng rút xâm rõ có riêng xã hay rút chiết với có mình thò mà nào đâu còn ở lỡ cái đo pê và lia đo màu nhằm mấy con cô tỏ nhằm từng ở cái Tông con này mà hộp đại dương thơ ngày mấy nè nè đừng đạo mà tràn vậy mà từ nó con nó rồi ông như dân thơ có ho nó rồi Papa, nak mai. Papa nak mai. Hả? Em hả? Ngon nhá. Hai chiên chuôn không còn chiên chuôn rút chiết với em không giảm mà đâu con mới đi à mà chiết em nhưng tha nhá sao hal đấy nhảy vậy tôi dùng đã cho ngoại mà chưa 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 đâu không có mà chưa đâu chưa chưa hàng to đi nó em ngon chín chuồn đó họ chín chuồn vào này em chưa chết thơm mấy ông có nữa đường nhằm đâu bày cà bẻ hả là rồi chuyện đó mà em đã rồi hay đó không lên kia dùng ngồi ngồi xiên ngồi nhây dùng ngồi thầy đó hay cả hòm vậy chạm máu chuyện vậy ông mà em mà em không